គឺតាក់ទងថៃសាងសង់ប្រពុតបដិមា36អង្គព្រមទាំងដំឡើងបង្គោលទង់ជាតិពីកន្លែងកម្ពុជាបានត្រឹមតែតវ៉ាលុកសៃមិនខ្ចីប្តឹងថៃហើយខ្ញុំនឹងនិយាយឲ្យតវ៉ាអញ្ចឹងឲ្យកម្ពុជាប្តឹងថៃតវ៉ាលុកសៃដែរព្រោះអីអត់ព្រមប្តឹងសោះថ្ងៃម្សិលមិញគឺក្រសួងការបរទេសកម្ពុជាថ្ងៃ29ខែឧសភាម្សិលមួយថ្ងៃគឺចេញសេចក្តីថ្លែងការណ៍ទៀតទេបងប្អូនអាសេចក្តីថ្លែងការណ៍ហ្នឹងដឹងចេញប្រហែល100 800 900ដងខ្ញុំអានឡើងស៊ាំហ្នឹងវាដដែលបងប្អូនដដែលតែធ្វើម៉េចបើគាត់ធ្វើអីទៀតក្រៅពីហ្នឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជានិយាយចេះថារដ្ឋាភិបាលកម្ពុជាតវ៉ាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងតំបន់ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់តែដែលសារហ្នឹងគឺគេកាន់កាប់ដោយខុសច្បាប់បើទោះបីយើងសញ្ញេឲ្យគេក៏ដោយបានហារឿងដែលថៃគេថាយើងចោទគេថាកាន់កាប់ដោយខុសច្បាប់ហ្នឹងថៃថាអត់អាចនិយាយមួយខ្មែរបានទេព្រោះយើងអត់ស្មោះត្រង់យើងសញ្ញេឲ្យគេហើយឥឡូវយើងថាគេកាន់កាប់ដោយខុសច្បាប់ហើយរទៅប្តឹងនៅឬក៏តវ៉ានៅអង្គការសហប្រជាជាតិឬក៏ឆាកអន្តរជាតិសារព័ត៌មានអីថៃគេថាទៅលៀបពណ៌គេឲ្យខូចឈ្មោះគេអញ្ចឹងគេអត់ចង់ចរចាជាមួយយើងហើយគេរករឿងរលុប MOU នោះរលុប MOU នេះហើយយើងត្រូវទៅអោបជើងថៃដើម្បីឲ្យគេចរចាដល់ពេលដែលយើងនិយាយអញ្ចឹងយើងចរចាហ្មងពីរអ្នកប្តីប្រពន្ធអត់ត្រូវគ្នាបោចសក់គ្នាវាយដេ4 10ធ្នេហើយយើងចង់ត្រូវគ្នាយើងកាន់ដបងណាវាយខ្ញុំថ្ងៃមុនអស់ច្រើនធ្នេប្រយ័ត្នឲ្យមែនតែខ្ញុំអីចឹងខ្ញុំអត់ពេញចិត្តនឹងទង្វើហ្នឹងឯងហើយយើងទៅត្រូវគ្នាហ្មងឥឡូវបើយើងនិយាយចឹងបើយើងនិយាយថាអូណែវាយខ្ញុំពីមុនណា4 10ធ្នេឥឡូវយើងបំភ្លេចអាហ្នឹងចោលសិនណាយើងនាំគ្នាស្ដារតំណតំណងនឹងល្អឡើងវិញទៅជជែកគ្នាសិនហើយចាំដោះស្រាយអានឹងតាមក្រោយអីចឹងព្រោះយើងមានកូនចៅត្រូវមើលថែមានការទទួលខុសត្រូវអីផ្សេងទៀតខ្មាស់គេខ្មាស់អីអញ្ចឹងបើនិយាយអញ្ចឹងវាដូចអាចធូរជាងដល់អញ្ចឹងនៅតែនិយាយពីរឿងវាយដេ10ធ្នេហ្នឹងហើយទៅចោតអារឿងវាយហ្នឹងវាមានវាយទៅវាយមកយើងទៅចោតតាមមួយខាងហ្នឹងថាវាយខ្លួនឯងរហូតចឹងអាមួយខាងទៀតហ្នឹងគេថាអេអត់ទេអញ្ចឹងវាអត់ត្រូវគ្នាទេហើយច្រើនអ្នកណាដើម្បីដោះស្រាយបានបើយើងឆ្លោះគ្នាពីរនាក់នៅក្នុងគ្រួសារយ៉ាងហោចណាស់ក៏សួរឪម៉ែយើងដែរមិនអញ្ចឹងហ៎ឪពុកម្ដាយយើងក៏អាចជួយយើងបានអស់ពីឪពុកម្ដាយជាដូនចតាអស់ពីជាដូនចតាវាទៅរកបងប្អូនសាច់ញាតិឬមេភូមិមេឃុំចៅសង្កាត់ឬប៉ូលីសស្អីតឡាការអីចឹងហោហែទៅអញ្ចឹងតែយើងនៅវល់តែគ្នាពីរនាក់ហ្នឹងឯងឥឡូវគាត់និយាយថាគេអត់គេគ្រប់គ្រងយើងហ្នឹងគឺខុសច្បាប់ហើយយើងសញ្ញេឲ្យគេក៏ដោយគ្រប់ខុសច្បាប់តែខ្ញុំបញ្យល់គាត់យកអាហេតុផលដែលសញ្ញេឲ្យគេហ្នឹងគាត់ថាអត់ខុសច្បាប់ទេអាសញ្ញេឲ្យគេហ្នឹងគេនៅខុសច្បាប់ទៅវិញណាឥឡូវចាំមើលតទៅទៀតគាត់ថាថៃតាំងពីថ្ងៃ27ខែធ្នូឆ្នាំ2025នេះមានកិច្ចព្រមព្រៀងមានសេចក្តីប្រកាសថ្លែងការណ៍ឲ្យថៃកាលឥឡូវកម្ពុជាតវ៉ាថ្មីនេះគឺទៀតហើយតវ៉ាច្រើនណាតវ៉ាថ្មីនេះគឺពាក់ព័ន្ធនឹងការសង់ប្រពុតបដិមាយ៉ាងតិចចំនួន36អង្គយ៉ាងតិចបានន័យថាច្រើនជាងនឹងទៀតនៅនៅទីតាំងមួយចំនួនក្នុងខេត្តព្រះវិហារនិងនៅខេត្តឧត្តរមានជ័យព្រមទាំងដំឡើងបង្គោលទង់ជាតិចំនួន2នៅក្នុងខេត្តព្រះវិហារបងប្អូនទង់ជាតិអត់អាចតម្លើងបាននៅក្នុងដែនដីដែលមានវិវាទគ្នាទេព្រោះពាក្យថាទង់ជាតិគឺជាទង់តំណាងឲ្យជាតិតើតែក្នុងដែនអធិបតេយ្យរបស់ប្រទេសណាមួយបានលើកទង់ជាតិនឹងបានព្រោះបើអត់មានដែនអធិបតេយ្យលើកមិនតើតែយើងទៀមទាដែនអធិបតេយ្យហ្នឹងជារបស់យើងហើយបានលើកបានឥឡូវលើកបានន័យថាថៃថាហ្នឹងជាដែនអធិបតេយ្យរបស់គេហើយយើងតវ៉ាឥឡូវស្ដាប់ក្រសួងការបរទេសតវ៉ាហើយបកស្រាយគាត់និយាយថាដីដែលថៃកំពុងគ្រប់គ្រងទាំងអស់ហ្នឹងគឺជាការគ្រប់គ្រងដោយខុសច្បាប់ទេគាត់យកមេត្រាចំណុច2នៃសេចក្តីថ្លែងការណ៍រួមតែគេប្រកាសរួមគាត់ថាអញ្ចេះភាគីទាំងពីរឯកភាពគ្នាការភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងរបស់កម្លាំងរៀងខ្លួននៅទីតាំងបច្ចុប្បន្នឯកភាពឈរជើងនៅទីតាំងបច្ចុប្បន្នបានន័យថាម៉េចបងប្អូនអ្នកណានៅកន្លែងណាអ្នកនឹងនៅកន្លែងហ្នឹងនេះនៅក្នុងប្រការ2ណាអញ្ចឹងកម្ពុជាយកអាហ្នឹងមកប្រាប់ថៃវិញថានៅក្នុងសេចក្តីថ្លែងការណ៍រួមហ្នឹងគឺយើងនិយាយគ្នាច្បាស់ហើយអ្នកណានៅហ្នឹងហេតុអីបានអ្នកឯងបំពេញអូខេហើយប្រាប់ទៀតថានៅក្នុងខហ្នឹងនិយាយថា
មិនត្រូវធ្វើសកម្មភាពចល័តកងទ័ពបន្ថែមទៀតទេបានន័យថាអត់អាចថែមទ័ពបើទ័ពមានប្រមាណទុកនៅនឹងសិនបើដកទៅបានប៉ុន្តែបើថែមអត់ទេមិនត្រូវឲ្យមានការធ្វើសកម្មភាពចល័តកងកម្លាំងដោយរាប់បញ្ចូលទាំងការឈ្លានពាននៅទីតាំងរបស់ភាគីម្ខាងទៀតបានន័យថាអត់ឲ្យចល័តកម្លាំងឬក៏មកពាត់បលាលួសយកទីតាំងបន្ថែមទៀតទេខ្ញុំថាចំណុច2នេះណាគឺថៃអត់ខុសច្បាប់ទេនៅក្នុងករណីដែលកម្ពុជាអូខេឥឡូវនិយាយឲ្យស្រួលស្ដាប់បងប្អូននិយាយទៅថាខ្ញុំនឹងវល់ថៃឈ្លានពានដែនអធិបតេយ្យកម្ពុជាពីដំបូងអត់មានអីប្រកែកទេខ្ញុំថ្កោលទោសថៃដាច់អហង្ការថៃរំលោភច្បាប់ធម្មនុញ្ញអង្គការសហជីវជាតិថៃរំលោភច្បាប់ធម្មនុញ្ញអាស៊ានថៃរំលោភច្បាប់សពបែបយ៉ាងតាក់ទងនៅក្នុងការឈ្លានពានដែនអធិបតេយ្យកម្ពុជាតាំងពីថ្ងៃទី28ខែឧសភាឆ្នាំ2025ដែលបាញ់សម្លាប់លោកស៊ុនរ៉ោនមកម្លេះថៃឈ្លានពានប៉ុន្តែឈ្លានពានទ្រង់ទ្រីធំនៅពេលដែលខែកក្កដាគឺពេលដែលថៃបាញ់វាយយកបាន10តំបន់ដោយទាំងភ្នំទ្រាបផងកាលហ្នឹងកម្ពុជាធ្លាក់មកជើងភ្នំថៃមកយកលើកពូលភ្នំនឹងទីផ្សេងទៀតអត់ទាន់យកប្រាសាទតាកបីបានតែយកប្រាសាទតាមន់ធំបានអាហ្នឹងលើកទី1ហ្នឹងឈ្លានពានសម្រាប់កងទ័ពយើងអស់មកកណោឈ្លានពានលើកទី2គឺវាយមកប្រាវធំនៅចុងម្ដុំខែធ្នូហ្នឹងចាប់ពីថ្ងៃ20ជាងហ្នឹង21ម្ដងឯងបាន7ថ្ងៃដែរហ្នឹងហើយទៅខ្ទេចខ្ទីអស់គ្រប់គ្រងបានតំបន់ច្រើនទីតាំងរហូតដល់60ជាងកន្លែងតែកម្ពុជាថាតែ14ទីតាំងឯកាលដំបូងហ្នឹងអញ្ចឹងហើយដើម្បីកុំឲ្យថៃវាយយកច្រើនជាងហ្នឹងស្លាប់ទាហានស្លាប់អីប្រជាពលរដ្ឋជនភៀសសឹកយើងមិនអាចទប់ថៃបានក៏ព្រមចុះហត្ថលេខាលើបទឈប់បាញ់ដែលបញ្ជាក់ថាអ្នកណានៅណានៅហ្នឹងបានន័យថាម៉េចបានន័យថាកម្ពុជាយល់ព្រមជាមួយភាគីថៃថាវាយបានប្រមាណគ្រប់គ្រងហ្នឹងសិនទៅណែឯងនៅហ្នឹងទៅអត់ខុសច្បាប់ទេណាអត់មានខុសច្បាប់ទេហើយខុសច្បាប់នៃអង្គើឈ្លានពានពីដើមឡើយពីថ្ងៃទី28ខែ5ឆ្នាំ2025ពីខែកក្កដាឆ្នាំ2025ខែធ្នូឆ្នាំ2025នឹងដែរគឺខុសច្បាប់ទាំង3នៅពេលដែលឈ្លានពានកម្ពុជាអង្គើហ្នឹងគឺជាអង្គើខុសច្បាប់អត់មានលើកលែងថៃទេកម្ពុជាអាចប្តឹងថៃបានគ្រប់ពេលសូម្បីតែពេលហ្នឹងក៏ប្តឹងថៃបានដែរព្រោះអត់ជាប់លក្ខខណ្ឌនៃបទឈប់បាញ់នេះទេព្រោះអីថៃឈ្លានពានមកខ្មែរអត់ទាន់បានប្តឹងទេលោកសួនរ៉ោនក៏ថៃអត់បានប្តឹងបាញ់លើកទី2ក៏ថៃសុំទៅបាញ់លោកសម្រាប់លោកសួនរ៉ោនក៏ខ្មែរបានប្តឹងថៃបាញ់លើកទី2យកបានប្រាសាទតាមន់ធំហើយនឹងភ្នំទ្រាប់ក៏ខ្មែរអត់ទាន់បានប្តឹងថៃទៅតុលាការព្រមត្តនអន្តរជាតិកុំនិយាយរឿងយុត្តិធម៌អន្តរជាតិទុកមកដុំសិនព្រមត្តនអន្តរជាតិពីបទល្មើសព្រមត្តនដែលប្រព្រឹត្តអក្រិតកម្មសង្គ្រាមអក្រិតកម្មប្រឆាំងមនុស្សជាតិឈ្លានពានដែនអធិបតេយ្យរដ្ឋកម្ពុជាអាហ្នឹងគឺខុស2 3 4បទល្មើសហើយខ្មែរអត់បានប្តឹងថៃទេណាហើយអាហ្នឹងប្តឹងបានគ្រប់ពេលទាំង3លើកហ្នឹងគឺខ្មែរប្តឹងថៃបានគ្រប់ពេលអត់តាក់ទងនឹងបទឈប់បាញ់ទេថៃខុសច្បាប់អត់មានប្រកែកទេក៏ប៉ុន្តែនៅពេលដែលកម្ពុជាចុះហត្ថលេខាជាមួយថៃឲ្យមានបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025អង្គើថៃឈ្លានពានទាំងប្រមាណคล้ายទៅជាស្របច្បាប់វិញហេតុអីបានខ្ញុំថាអញ្ចឹងព្រោះអីយើងព្រមទទួលឲ្យគេនៅណានៅហ្នឹងប៉ុន្តែនៅណានៅហ្នឹងគឺយើងបើយើងនិយាយឲ្យស្មោះត្រង់ឲ្យពិតប្រកបគឺគួរតែអ្នកណានៅហ្នឹងតែក្នុងការដែលបាញ់គ្នាមកប្រាវលើកទី2ហ្នឹងឯងប៉ុន្តែថៃអត់អញ្ចឹងទេគឺយកមកកញ្ចប់ដាក់មកទាំងអស់តាំងពី28ខែឧសភាក៏ដាក់ក្នុងកញ្ចប់ហ្នឹងអាវាយគ្នាខែកក្កដាក៏ដាក់ក្នុងកញ្ចប់ហ្នឹងអាវាយគ្នាថ្ងៃ20ជាងខែធ្នូនេះក៏ដាក់ក្នុងកញ្ចប់ហ្នឹងដើម្បីឲ្យមានប័ណ្ណឈប់បាញ់មួយថ្ងៃ25ខែធ្នូឆ្នាំ27ខែធ្នូឆ្នាំ2025ដាក់មកកញ្ចប់ឲ្យកម្ពុជាយល់ព្រមដូច្នេះនៅពេលដែលលោកទាសីហាសញ្ញេថាអ្នកណានៅហ្នឹងព្រមឲ្យមានប័ណ្ណឈប់បាញ់គឺយើងទទួលស្គាល់ថាថៃគ្រប់គ្រងដែនអធិបតេយ្យរបស់យើងដោយស្របច្បាប់បាត់តែហើយហ្នឹងព្រោះបើយើងអត់ព្រមឲ្យគេទទួលស្របច្បាប់តែយើងសញ្ញេមិនហើយយើងឲ្យតបគេនៅលើដីយើងមិនបានន័យថាម៉េចនៅពេលដែលយើងសញ្ញេខ្វោកគឺយើងទាត់ចោលអំពើខុសច្បាប់របស់ថៃតាំងពី28ឧសភាតាំងពីថ្ងៃទីប្រហែលខែកក្កដាហ្នឹងហើយនឹងថ្ងៃខែធ្នូហ្នឹងគឺយើងទាត់ចោលទាំងអស់ដោយយើងអត់អាចនឹងប្តឹងថៃបានក្នុងករណីថាព្រមឲ្យអ្នកណានៅណានៅហ្នឹងដោយតាមរយៈបទឈប់បាញ់
ហើយអំពើដែលថៃធ្វើខុសច្បាប់ទាំងអស់វាទៅជាត្រូវច្បាប់ដោយសារតែខ្មែរទទួលស្គាល់ថាគេអាចនៅនឹងបានតែយើងឲ្យគេនៅនឹងបានមិនបើគេខុសច្បាប់ខ្ញុំពងតែឆ្ងល់បើគេខុសច្បាប់គឺយើងអត់អាចសញ្ញេឲ្យគេនៅនឹងនៅណាបានយើងមើលឲ្យក្រែនឹងរុស្ស៊ីមើលយើងនិយាយចឹងថាំងទៀតហើយម៉ូណារ៉េតដែលទៀតបើយើងអត់សញ្ញេបាត់ឈប់បាញ់នឹងខ្មែរប្រមាណអ្នកទៀតស្លាប់ទាហានប្រមាណអ្នកទៀតស្លាប់ជនភៀសសឹកប្រមាណ40អ្នកទៀតដែលត្រូវរត់ចោលផ្ទះសម្បែងដីខ្មែរប្រមាណដុំទៀតដែលខ្មែរវាយឲ្យថៃយកបានខ្ញុំអត់មានជំទាស់រឿងថាតែពេលចុះហត្ថលេខានឹងយើងបានសុកយើងអត់មានអាបញ្ហាក្តៅក្រហាយទាំងអស់នេះខ្ញុំអត់មានជំទាស់អីសោះហើយខ្ញុំអត់មានទៅលើកទឹកចិត្តឲ្យធ្វើសង្គ្រាមអីទេចង់ឲ្យតែសុកជាមួយគ្នាតាសូម្បីតែវាយគ្នាជាមួយថៃខ្ញុំបានអង្វរបងប្អូនហើយកុំឲ្យជលនិយមជាតិនិយមជ្រុលធ្វើពហិការស្អប់ជាតិសាសន៍ខ្មែរស្អប់ជាតិសាសន៍ថៃអីគ្នាមិនដឹងអីទេយើងឲ្យថាកុំឲ្យទុកទៅកំពុងនៅពេលដែលចាប់អ្នកនយោបាយត្រូវរើគ្នាកុំឲ្យជាតិយើងឆ្លោះគ្នាទៅប្រជាជននិងប្រជាជនវាឆ្លោះគ្នាយូរឆ្នាំទៀតយើងមើលមុខគ្នាមិនត្រង់យើងមិនអាចភូមិផងលបងជាមួយគ្នាខ្ញុំអង្វរប៉ុន្តែបងប្អូនមករករឿងខ្ញុំសឹកខ្ញុំក្បត់ជាតិអារឿងបរិការផលិតផលគេកុំស្អប់ជនជាតិខ្មែរថៃខ្ញុំឲ្យស្អប់អ្នកនយោបាយស្មោកគ្រោកទាំងអាមេរិកទាំងអាមេរិកទាំងថៃទាំងខ្មែរហ្នឹងឲ្យស្អប់ទៅទាំងទាហានអីហ្នឹងទាហានថៃមានបញ្ជាការថៃដែលស្មោកគ្រោកតែកុំឲ្យស្អប់ប្រជាពលរដ្ឋដែលជារាសសាមញ្ញគ្នាមិនដឹងអីទេបងប្អូនអត់ស្ដាប់ផងហើយមកថាខ្ញុំនឹងក្បត់ជាតិខ្ញុំអត់មានទៅគ្រប់គ្រងឲ្យមានសង្គ្រាមមានអីចម្បាំងរាំងជលក៏ប៉ុន្តែយើងត្រូវចាំថាយើងអត់មានអធិពលយោធាសេដ្ឋកិច្ចកម្លាំងប្រជាប្រដ្ឋទប់គេបានទេនេះគឺជាបរាជ័យយ៉ាងជាប្រវត្តិសាស្ត្រដែលយើងទឹមសម្ពោធអាវិមានឈ្នះខ្មែរក្រហមឈ្នះស្អីលាក់ហ្នឹងគឺយើងបរាជ័យធំណាស់នៅពេលនេះជាក្នុងនាមជាជាតិមួយគឺយើងបាក់យើងអត់អាចការពារដែនអធិបតេយ្យរបស់យើងបានដូច្នេះយើងត្រូវតែបង្ខំចិត្តចុះហត្ថលេខាទទួលយករឿងដែលយើងគិតថាវាក្រំចិត្តតែបើយើងមិនទទួលប្រជាពលរដ្ឋស្លាប់ទាហានយើងស្លាប់ជនភៀសសឹកនឹងច្រើនសែនអ្នកដល់លានអ្នកទៀតហើយព្រំដែនអាចគេយកច្រើនកន្លែងទៀតអញ្ចឹងទប់ប៉ុណ្ណឹងបាននៅប៉ុណ្ណឹងដែរថៃយកបានតែប៉ុណ្ណឹងប្រជាពលរដ្ឋភៀសសឹកឥឡូវអាចទៅផ្ទះវិញបាននៅសល់តែ29000នាក់អីអញ្ចឹងទៅហើយអឺយើងមើលតាហ៊ានអីយើងយកសាក់សពយកអីមកធ្វើបន់ធ្វើអីសពបែបយ៉ាងប្រជាពលរដ្ឋចាប់ផ្ដើមប្រកបរបរចិញ្ចឹមជីវិតតាមសមាជីវធម្មតាខ្លះច្រើនហើយលើកឡើងតែតំបន់បឹងតគួនអូស្មាច់អីដែលប្រជាពលរដ្ឋទៅអត់បានហើយយើងក៏សង់ផ្ទះឲ្យជនភៀសសឹកជនភៀសអីនឹងបាន3000ខ្នងអីលាក់នឹងលាក់អីអញ្ចឹងទៅអ្វីវិលទៅរកភាពប្រក្រតីច្រើនហើយខ្ញុំអត់មានជំទាស់ទេសុំទោសក៏ប៉ុន្តែបើយើងមើលការពិតជាក់ស្ដែងគឺជាសម្បទានដែលយើងចោះចាញ់ថៃប្រគល់ដីឲ្យគេយើងមិនទទួលយកពាក្យនឹងបានក៏ហីចោះប៉ុន្តែយើងបាត់បង់អាសិទ្ធប្តឹងគេបាត់ទៅហើយនៅពេលដែលយើងព្រមឲ្យគេនៅណានៅហ្នឹងគឺយើងឲ្យអាកញ្ចប់3កញ្ចប់ហ្នឹងបញ្ចូលគ្នាគឺឲ្យគេនៅរស់គេឆ្លៀនពៀនដីយើងស្របច្បាប់ណាបងប្អូនហើយដល់ពេលយើងខកចុះហត្ថលេខាគេនៅណានៅហ្នឹងអត់ប្តឹងគេបានប្តឹងគេយ៉ាងម៉េចបើយើងចុះហត្ថលេខាហ្នឹងមានតែមួយយ៉ាងគត់គឺស្អំចិត្តប្រជាពលរដ្ឋខ្មែរយើងកុំឲ្យគិតថារដ្ឋាភិបាលខ្មែរអន់ពេកគេយកដីអស់ហើយយើងនៅស្ងៀមទៀតអញ្ចឹងហីគឺយើងមានតែប្រកែកតវ៉ាដើម្បីប្រាប់ប្រជាពលរដ្ឋខ្មែរថារដ្ឋាភិបាលខ្មែរអត់ទទួលស្គាល់ទេណាអត់ទទួលស្គាល់ដីថៃដីខ្មែរដែលថៃកំពុងតែគ្រប់គ្រងនឹងទេថាអានឹងគឺជាការគ្រប់គ្រងខុសច្បាប់គឺយើងក៏បាត់អាកិច្ចព្រមព្រៀងបាត់ឈប់បាញ់ខ្លួនឯងទៅហើយនឹងនៅពេលដែលថាអានឹងខុសច្បាប់បើខុសច្បាប់ហេតុអីបានជាយើងចុះហត្ថលេខាពីដើមទីមកពេលដែលយើងចុះហត្ថលេខាពីដើមទីមកមានសរសេរទេនេះនៅក្នុងប្រការ1ប្រការ2ហ្នឹងដាក់ថាដីហ្នឹងអត់ស្របច្បាប់ទេណាថៃគ្រប់គ្រងហ្នឹងអត់ស្របច្បាប់ទេបិទទៅថានៅណានៅហ្នឹងមែនតែដីហ្នឹងអត់ស្របច្បាប់ទេពេលដែលចរចាគ្នាត្រូវរើគ្នាជនភៀសសឹកវិលទៅរៀងខ្លួនហើយអស់ថៃត្រូវប្រគល់ដីទាំងអស់ហ្នឹងមកឲ្យកម្ពុជាវិញមានទេមានមេត្រាហ្នឹងសរសេរនៅក្នុងកិច្ចព្រមព្រៀងហ្នឹងហ៎អត់មានទេបានន័យថាម៉េចគឺយើងព្រមឲ្យថៃគ្រប់គ្រងដែនអធិបតេយ្យកម្ពុជាដោយស្របច្បាប់អត់មានខុសច្បាប់ទេព្រោះយើងជាប្រទេសសម័យតំណាងដោយរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតដែលមានលោកទាសីហាជារដ្ឋមន្ត្រីក្រសួងការពារជាតិគឺយើងទៅសញ្ញេក្នុងនាមតំណាងឲ្យប្រទេសកម្ពុជាប្រជាពលរដ្ឋកម្ពុជារដ្ឋាភិបាលទាំងមូលទៅសញ្ញេឲ្យគេព្រមនៅកន្លែងហ្នឹងដោយស្របច្បាប់តើយើងទៅថាគេខុសច្បាប់យ៉ាងម៉េចខ្ញុំនិយាយនេះមិនមែនបានន័យថាអញ្ចឹងយើងថាគេខុសច្បាប់អត់បានទេថាបាន
អត់មានខុសអីនៅក្នុងការថាទេប៉ុន្តែជាសារនយោបាយជាសារនយោបាយការទូតដើម្បីប្រាប់ទៅប្រជាពលរដ្ឋខ្មែរឲ្យស្អំចិត្តថាខ្មែរតវ៉ាគេដែរប៉ុន្តែនៅក្នុងពេលហ្នឹងគឺយើងសញ្ញេឲ្យគេហើយតែឥឡូវយើងគ្រាន់តែថាកុំឲ្យថាយើងអត់តវ៉ាអីសោះបាត់សិទ្ធតវ៉ាឆ្លោះសិទ្ធតវ៉ានេះបណ្ឌិតស្រុកខ្មែរគេនិយាយថាកម្ពុជាមិនឆ្លោះសិទ្ធតវ៉ាបងប្អូនយើងតវ៉ាជាមួយថៃដូចខ្ញុំនិយាយចឹងបើកុំតន់ចុះអាប័ណ្ណឈប់បាញ់នេះប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិពីរឿងភ្នំត្រប់ពីរឿងលោកសួនរោនពីរឿងបាញ់អាលើកទី1ហើយនឹងបាញ់អាលើកទី2ហ្នឹងគឺនិយាយទៅ3លើកហើយគឺយើងប្តឹងថៃបានគ្រប់ពេលទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនៅពេលដែលយើងអត់ទាន់ចុះហត្ថលេខាព្រមព្រៀងថាអ្នកណានៅហ្នឹងព្រោះអីយើងអត់ទទួលស្គាល់ទេដោយអ៊ុយក្រែននិងរុស្ស៊ីគឺថាទម្លាក់គ្រាប់ឲ្យណែឯងបានរាល់ថ្ងៃឥឡូវសាកទម្លាក់គ្រាប់មើលយកដ្រូនកុំថាឡើយយកដ្រូនទៅទម្លាក់គ្រាប់លើក្បាលតាហ៊ានថៃដែលនៅកាន់ដីខ្មែរនេះអាកន្លែងតំបន់យើងព្រមឲ្យគេកាន់គ្រាន់តែទៅក្បែរហ្នឹងក៏យើងបរហោះដ្រូននៅលើដីយើងសោះហ្នឹងក៏គេរករឿងថាយើងបំពេញអាប័ណ្ណឈប់បាញ់ហ្នឹងដែរគ្រាន់តែយើងទៅក្បែរលបងហ្នឹងគេបាញ់ប្រាវមកថាយើងហ្នឹងបំពេញប័ណ្ណឈប់បាញ់ហ្នឹងគឺយើងញុះញង់ឲ្យមានភាពក្តៅជ្រួលច្បល់នៅព្រំដែនគេចោទយើងអញ្ចឹងទៅហើយគ្រាន់តែទៅក្បែរផងកុំថាឡើយដល់យើងចូលទៅក្នុងដែនអធិបតេយ្យរបស់ខ្មែរយើងដែលយើងប្រគល់ឲ្យគេដោយស្របច្បាប់ហើយឥឡូវគេខុសច្បាប់ប៉ុណ្ណាទៅខ្ញុំអត់យល់ខ្ញុំមកមែនតើខ្ញុំនិយាយនេះខ្ញុំចង់បានដីខ្មែរមកខ្មែរវិញណាស់ខ្ញុំអត់មាននិយាយដើម្បីឲ្យថៃឈ្នះទេខ្ញុំប្រាប់បងប្អូនដោយត្រង់គឺខ្ញុំឈឺចាប់ណាស់ខ្ញុំចង់បានដីនេះមកខ្មែរវិញអត់មានឲ្យបាត់សំបីតែ1មីលីម៉ែត្រហើយឲ្យថៃសងជំងឺចិត្តខ្មែរគ្រប់រឿងទៀតរឿងរាវច្រើនណាស់អត់មែនត្រូវចាប់ត្រឹមប៉ុណ្ណឹងថៃអត់រួចខ្លួនត្រឹមប៉ុណ្ណឹងផងឥឡូវកម្ពុជាមកតវ៉ាហើយប្រាប់ថាអាការដែលគេគ្រប់គ្រងយើងខុសច្បាប់លើឆាកអន្តរជាតិគឺយើងជាមនុស្សកលិចខ្ញុំដឹងហើយថាវាជាការជ្រុលក្បាលកពើរបស់រដ្ឋាភិបាលខ្មែរធ្ងន់ណាស់នៅពេលដែលចុះហត្ថលេខាឲ្យមានបទឈប់បាញ់សុកចិត្តឲ្យគេគ្រប់គ្រងនៅកន្លែងណាព្រោះអីវាអកុសលត្រង់ថាពេលបាញ់គ្នាពី3ប្រាវនេះខ្មែរអត់បានរំលោភទន្ទ្រានដីថៃសំបីតែបានមួយដុំកម្លាំងរបស់យើងជាកម្លាំងទប់មិនមែនកម្លាំងរុលទេយើងអត់អាចរុលទៅយកដីថែមទេហើយយើងក៏គ្មានទៅចង់យកដីណាដែរប្រវត្តិខ្មែរនេះមានដឹកនាំខ្មែរជំនាន់ណាក៏ដូចជំនាន់ណាដែរមិនដែលទៅបានដីគេម្ដុំទេមានតែបាត់ដីខ្លួនឯងគឺទម្លាប់យើងវាអញ្ចឹងដែរវាមិនមែនថាយើងមេដឹកនាំយើងអន់នេះយើងចង់និយាយថាមេដឹកនាំខ្មែរយើងគ្មានចេតនាលោភលន់ឈ្លានពានរដ្ឋដទៃទេវាជាសន្តានចិត្តល្អរបស់មេដឹកនាំខ្មែរដែរទេអញ្ចឹងនៅក្នុងន័យហ្នឹងគឺនៅពេលដែលយើងមានសន្តានចិត្តល្អយើងអត់ដែលចង់ឈ្លានពានរដ្ឋដទៃយើងអត់ចង់បានដីគេយើងចង់ថែរក្សាតែដីឯងតែកម្លាំងយើងខ្សោយពេលវាយប្រាវគេចូលមកយកដីយើងអស់ដល់ពេលយើងចុះហត្ថលេខាអ្នកណានៅហ្នឹងអ្នកណាអ្នកខាតគឺយើងអត់បានអីសោះតែម្ដងបងប្អូនកម្ពុជាខាតឡុងចុងហ្មងព្រោះអីយើងទី1យើងអត់វាយចូលដីគេទី2គេវាយចូលដីយើងដល់ព្រមអ្នកណានៅហ្នឹងបើយើងចូលបានគេប្រាប់10កន្លែងឲ្យដែរទៅហើយគេវាយចូលដីយើងថាយើងបានដីស្រែចោះហើយគេបានប្រាសាទអាហ្នឹងវាអាចប្រាសាទនឹងដីស្រែវាមិនស្មើភាពគ្នាទេប៉ុន្តែយើងបានដីគេខ្លះគេបានដីយើងខ្លះហើយទៅនឹងណានៅហ្នឹងទៅយើងអាចទៅគ្រប់គ្រងអាដែនដីគេដើម្បីថ្ងៃក្រោយអាដីស្រែអីដែលយើងគ្រប់គ្រងបាន15 10កន្លែងដែលទាហានខ្មែរយើងវាយបានហ្នឹងនឹងអាចដោះដូរជាមួយនឹងអាប្រាសាទអីដែលគេគ្រប់គ្រងហ្នឹងដើម្បីឲ្យវាស្មើគ្នាវិញពេលដែលចប់ទៅសម្របសម្រួលណែឯងបាន5 10កន្លែងដែរខ្ញុំបាន4 10ចឹងយើងឲ្យវិលទៅរកសភាពដើមបានមកវិញអាហ្នឹងបានយុត្តិធម៌តែយើងមានយុត្តិធម៌មកពីណាសញ្ញេខ្វោកគេយកអស់ហើយហ្នឹងយើងគ្រាន់តែបានសុំតែសក់កុំឲ្យគេបាញ់មកស្លាប់ទាហានយើងទៀតព្រោះយើងតដៃគេអត់បានថាហើយបានសុកហ្នឹងគឺសុកសន្តិភាពហ្នឹងប៉ុន្តែដីហ្នឹងគឺវានៅខាងគេហើយទៅយើងនៅពេលដែលជ្រុលក្បាលកពើដើម្បីសុកសន្តិភាពពិតមែនហើយដើម្បីឲ្យប្រជាពលរដ្ឋកុំស្លាប់ទៀតទាហានកុំស្លាប់ទៀតវាល្អហើយក៏ប៉ុន្តែគឺយើងអាសាច់ជូនខ្លាគឺបានន័យថាខ្លាស៊ីហើយដល់ពេលហើយយើងធ្វើយ៉ាងម៉េចទៅទាញសាច់ពីមាត់ខ្លាមកវិញទៅប្រាប់ថាខ្ញុំមិនអាចឲ្យណែឯងបានទេព្រោះអីណែឯងរំលោភបំពេញប៉ុន្តែពេលសញ្ញេហត្ថលេខាមួយខ្លាហ្នឹងគឺយើងអត់បាននិយាយពាក្យហ្នឹងផងឥឡូវកម្ពុជាថាអញ្ចេះថារឿងថៃនៅដីខ្មែរបងប្អូនដីខ្មែរដែលនៅក្នុងការគ្រប់គ្រងរបស់ថៃពេលដែលយើងសញ្ញេឲ្យគេគ្រប់គ្រងហ្នឹងគឺគេគ្រប់គ្រងដោយស្របច្បាប់យើងអត់អាចទៅថាគេគ្រប់គ្រងដោយខុសច្បាប់ទេក៏ប៉ុន្តែ
đây là có tí ho ngày 27 ខែធ្នូឆ្នាំ2025ចុះហត្ថលេខាថាថាមាន14ទីតាំងចុះអាហ្នឹងថាយើងព្រមថាវាយមកប្រាវហ្នឹងមានប័ណ្ណឈប់បាញ់ត្រឹមថ្ងៃ27ខែធ្នូឆ្នាំ2025ថៃគ្រប់គ្រង14ទីតាំងក៏ប៉ុន្តែស្រាប់តែពីក្រោយថ្ងៃទី27ខែធ្នូឆ្នាំ2025មកស្រាប់តែថៃថែមលបងថែមកុងតឺន័រថែមអីនៅទីតាំងថ្មីផ្សេងទៀតនេះអ្វីដូចតែលោកអ៊ុំសំអានរកឃើញនេះដែលដល់ទៅ62បើកម្ពុជាគិតថាតំបន់ដែលថៃគ្រប់គ្រងដំបូងក្នុងអាប័ណ្ណឈប់បាញ់ហ្នឹងមានតែ14ទីតាំងគឺ14ទីតាំងហ្នឹងថៃគ្រប់គ្រងមិនមែនខុសច្បាប់ទេណាយើងត្រូវឲ្យច្បាស់ទាំងអស់គ្នាកុំបោកប្រជាពលរដ្ឋហើយយើងទាំងអស់គ្នាក៏មិនចង់ឲ្យរដ្ឋាភិបាលមានកំហុសអីក៏បន្ទោសអីខ្លាំងពេកដែរបើសិនជាដីទាំង14ទីតាំងនៅក្នុង4ខេត្តដែលរដ្ឋាភិបាលតាមរយៈក្រសួងការបរទេសបានប្រកាសកាលពីថ្ងៃទី3ខែមករាឆ្នាំ2026ថាកម្ពុជាព្រមឲ្យថៃគ្រប់គ្រងតំបន់14ទីតាំងនៅ4ខេត្តនេះនៅក្នុងថ្ងៃទី27ខែធ្នូយើងមិនអាចថាតំបន់ដែលខ្មែរព្រមឲ្យថៃគ្រប់គ្រងទាំង14ទីតាំងហ្នឹងខុសច្បាប់បានទេពួកអីមានកិច្ចព្រមព្រៀងយើងព្រមថាអាហ្នឹងស្របច្បាប់យើងអត់ឲ្យប្រកាសលើឆាកអន្តរជាតិណាក៏គេថាថៃគ្រប់គ្រងកម្ពុជាព្រមឲ្យគេនៅចឹងអត់មានខុសច្បាប់ទេជាការពិតប្រើកម្លាំងមកប៉ុន្តែកម្ពុជាអត់បានវាយទៅគេទប់គេបានទេព្រោះយើងទប់កម្លាំងគេជាប់អាហ្នឹងគឺថ្មិញសងដោយថ្មិញអាហ្នឹងរឿងវាយទៅវាយមកបើតែយើងខ្សោយជាងគេហើយគេគ្រប់គ្រងបានយើងសញ្ញាឲ្យគេនៅណានៅហ្នឹងអាហ្នឹងបោះគេហើយយើងអត់អាចទៅចរចាតតាយើងអាចទៅតតាំងគេថាអាហ្នឹងខុសច្បាប់បានទេព្រោះអីខុសច្បាប់តតែយើងកុំចុះហត្ថលេខាយើងវាយគេលុះខ្សៃតតែសល់តែហ៊ានយើងម្នាក់ចុងក្រោយហើយអស់ជំរឿសក៏យើងនៅតែឲ្យគេយកចោះតែយើងដកថយតែយើងមិនព្រមឲ្យមានប័ណ្ណជប់បាញ់អាហ្នឹងនៅតែជាដីយើងអាហ្នឹងនៅតែគេខុសច្បាប់អត់មានហត្ថលេខាបែបនេះប៉ុន្តែតែយើងចុះហត្ថលេខាគឺគេហើយអត់មានតែចោតថាគេជាអង្គើខុសច្បាប់បានទេខ្ញុំនិយាយពីរឿងផ្លូវច្បាប់ខ្ញុំអត់មាននិយាយការពីថៃទេណាបងប្អូនស្ដាប់ឲ្យច្បាស់ក៏ប៉ុន្តែនេះអ្វីដែលជាអង្គើខុសច្បាប់របស់ថៃនេះណាគឺដីដែលលើសពី14កន្លែងហ្នឹងដូចលោកអ៊ុំសំអានរកឃើញ62អញ្ចឹង14ដក62ប្រមាណបងប្អូនដី40ដី40កន្លែងជាងដី42កន្លែង14ដី38កន្លែងណូ48កន្លែងដី48កន្លែងផ្សេងទៀតនេះបានរដ្ឋាភិបាលអាចចោទប្រកាន់ថៃថាណែឯងកំពុងតែគ្រប់គ្រងដែនអធិបតេយ្យខ្មែរធ្វើសកម្មភាពដោយខុសច្បាប់ហើយបើថៃយករូបបដិមាឬជីកលេនដ្ឋានឬធ្វើស្អីក៏ដោយនៅក្នុងដែនដីទាំង48កន្លែងថ្មីនេះលើសពីអា14ទីតាំងមុនដែលយើងព្រមព្រៀងគ្នានេះធ្វើស្អីក៏ខុសដែរមិនចំពោះថាថៃធ្វើអីខុសទេបងប្អូនសូម្បីតែរំកិលហ្នឹងគឺយើងមានសិទ្ធទៅវាយបាញ់ទាហានថៃឲ្យដកថយពីអាតំបន់ផ្សេងព្រោះយើងអត់បានព្រមព្រៀងគ្នាអា48ទៀតហ្នឹងឯណាយើងបាត់ឈប់បាញ់មានតែអា18មានអា14ហ្នឹងរឿងវាអញ្ចឹងតាបងប្អូនប៉ុន្តែមានណាកម្ពុជានឹងលឹមលំមិនដឹងថាអា14នឹងនៅកន្លែងណាក្រោយមកនឹងឮថាថៃថែមបាន12ទៀតក្រោយមកថែម4 10ទៀតក្រោយមកដល់ខេត្តបាត់ដំបងកំរៀងឯណាទៀតអត់មានយាមកាអត់មាននិយាមកាអត់មានស្អីច្បាស់លាស់ទេចិត្តតែថាទៅថែមឲ្យយើងចិត្តតែបាត់ហើយចិត្តតែតវ៉ាគេរហូតអញ្ចឹងកម្ពុជាខ្មែរយើងវល់អត់ដឹងបាត់ដីប្រមាណអត់ដឹងកន្លែងណាកន្លែងថ្មីអាកន្លែងណានៅក្នុងកិច្ចព្រមព្រៀងមុនអាកន្លែងណាគេទៅយកក្រោយចុះអារូបបដិមាហ្នឹងមកដាក់កន្លែងចុះបដិមាដាក់នៅក្នុងអាស្អីគេច្រកអានសេះភ្នំទ្របឬក៏ប្រាសាទតាកបីយើងទៅរករឿងគេមិនបានថាខុសបើអាកន្លែង14ហ្នឹងនៅក្នុងទីតាំងអាទីតាំងមួយចំនួននៅក្នុងទីតាំងទាំង14នៃអ្វីដែលក្រសួងការបរទេសនិយាយថាថៃព្រមឲ្យថៃគ្រប់គ្រងតាំងពីដើមតែមិនដឹងថាឥឡូវលើកក្រោយហ្នឹងគេដាក់នៅក្នុងអាទីតាំង48ថ្មីឬក៏យ៉ាងម៉េចជីកលេនដ្ឋានហ្នឹងអត់យើងវាអត់ដឹងរដ្ឋាភិបាលអត់ប្រាប់អត់មានយាមកាថាឥឡូវពីថ្ងៃទី27ថៃគ្រប់គ្រងបានតែ14ទីតាំងនេះទេក្រៅពីនេះមកគឺថៃទន្ទ្រានឈ្លានពានថ្មីអញ្ចឹងយើងត្រូវតវ៉ាត្រូវប្តឹងអត់បើប្តឹងគេអា14ហ្នឹងមិនបានហើយចោះព្រោះអីយើងព្រមឲ្យគេនៅអា14ទីតាំងដំបូង4ខេត្តហ្នឹងខ្ញុំថាអូមានសិទ្ធស្របមានន័យសមរម្យដែរបើយើងព្រមឲ្យគេនៅឲ្យយើងអត់ប្តឹងយើងតែប្តឹងគេយើងក្បត់អាកិច្ចព្រមព្រៀងប៉ុន្តែដល់ពេលគេលោកលុយមកក្រោយបាត់ជប់បាញ់ហ្នឹងដល់ទៅមក40កន្លែងជាងទៀតហើយយើងអត់ដឹងថានៅកន្លែងណាយើងទៅតវ៉ាអត់ប្តឹងគេដែលអធិបតេយ្យខ្លួនឯងគេជ្រុលចូលមកហួសបាត់ជប់បាញ់ហើយអត់តតាំងអត់រុញគេទៅវិញអត់ប្តឹងគេទៅអង្គការសហប្រជាជាតិតុលាការអន្តរជាតិហើយយើងនៅតែចេះថា
រាល់តាការគ្រប់គ្រងរបស់ថៃនៅលើដីដែលរួមទាំងអាការចុះហត្ថលេខាលើកមុនហោះសុទ្ធតែជាសកម្មភាពខុសច្បាប់អត់មានអ្នកណាគេយល់ទេសហគមន៍អន្តរជាតិគេអត់យល់អស់លោកទេគេអត់ដឹងថាយើងវាវល់យ៉ាងម៉េចគេអត់ដឹងថាយើងចង់និយាយពីអីឥឡូវយើងនិយាយសំបីខ្មែរគ្នាឯងក៏អត់យល់ដែរខ្ញុំអត់យល់អស់លោកចង់និយាយថាដីខុសច្បាប់ហ្នឹងខុសកន្លែងណាខុសអាថ្មីហ្នឹងមែនបើខុសអាថ្មីហ្នឹងគឺយើងត្រូវសរសេរមកថាខុសអាថ្មីហើយអត់តវ៉ាទេខុសអាថ្មីហ្នឹងកម្ពុជាអត់តវ៉ាទេព្រោះតែខុសពីបတ်ឈប់បាញ់ហ្នឹងហើយគឺប្តឹងយកទៅអូថាពេលនៅជាប់បတ်ឈប់បាញ់ហ្នឹងយើងកុំប្តឹងគេអីថាយើងនឹងវាខូចពេកអីព្រោះអីយើងមានបတ်ឈប់បាញ់ហើយទៅប្តឹងថៃទៅអង្គការតឡាការព្រំប្រទានអន្តរជាតិយុទ្ធធរអន្តរជាតិវាហាក់បីដូចជាយើងចាប់ដៃជន់ជើងឬក៏ក្បត់អាបတ်ឈប់បាញ់នឹងអីតែយើងព្រមព្រៀងគ្នាថានឹងចរចាគ្នាអីអាហ្នឹងខ្ញុំស្ដាប់ទៅដូចជាមានហេតុផលប៉ុន្តែដល់ទៅពេលអាទីតាំងថ្មីដែលអត់មាននៅក្នុងកិច្ចព្រមព្រៀងបាត់ឈប់បាញ់សោះរួចទៅថៃបំពេញឈ្លានពានហើយទៅយើងអត់តតាំងគេយើងគ្រាន់តែតវ៉ាយើងអត់ប្តឹងគេអាហ្នឹងណាគឺជាការបាត់អធិបតេយ្យមួយដ៏ធ្ងន់យើងអត់អាចធ្វើអញ្ចឹងបានទេប្រជាពលរដ្ឋមិនអាចនឹងសុខចិត្តឲ្យអស់លោកបោកប្រាស់ប្រជាពិធថាតែយើងតវ៉ាតែគេមិនគ្រប់គ្រងដីយើងចាឥឡូវឧទាហរណ៍បើថៃគេមកចូលយកនៅកន្លែងណាផ្សេងទៀតនៅតំបន់ប៉ោយប៉ែតឬក៏តំបន់ណាខេត្តជាប់ព្រំដែននៅកោះកុងនៅអីថែមទៀតចឹងឧទាហរណ៍ហើយយើងថាតវ៉ាថាអានឹងតវ៉ាទៀតអត់មានតវ៉ាទេក្រៅពីតំបន់ដែលព្រមព្រៀងគ្នាចូលមកបាញ់ហ្មងព្រោះតែហ៊ានការពារជាតិត្រូវបាញ់ណាឯងដើម្បីការពារជាតិក្រែកបូជាដើម្បីជាតិនេះគឺជាភារកិច្ចក្នុងការពារជាតិបាញ់អត់មានឲ្យថៃរួចខ្លួនទេព្រោះណែឯងមកបំពេញចូលក្នុងដែនអធិបតេយ្យរបស់ខ្ញុំក៏ឃ្លឿនយ៉ាងនេះព្រោះអាចរចាគ្នាឲ្យរឿងម្ដុំតារឿងថ្មីនេះអត់មានអញ្ញៃទេតែយើងអត់ឲ្យតែគេមកគេយើងថាខុសច្បាប់ទៀតទៅហើយតវ៉ាហើយកម្ពុជាគេយកសំអាងចេះចំណុចយកប្រកាស3នៅក្នុងអានេះហ្នឹងក៏ថាភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រមព្រៀងក្នុងសេចក្តីប្រកាសនេះគឺមិនប៉ះពាល់ដល់ការដែលអូយដល់ហើយផ្នែកខ្ញុំការសំទោសបងប្អូនដោយសារតែ print ឯកសារមកវាតូចពេកហើយវ៉ែនតាខ្ញុំនេះគឺមើលចិត្តអត់បានទេតោះតែខ្ញុំដោះបានមើលបានហើយដល់ពេលដាច់ចេះទៅវាពិបាកអើយចាស់ហើយលោកតែយ៉ាងណាបងប្អូនខ្ញុំចង់និយាយថាកម្ពុជាថាព្រំដែនទាំងអស់ហ្នឹងថៃគ្រប់គ្រងមែនប៉ុន្តែប្រការ3គឺអត់មានប៉ះពាល់ដល់ការវាស់វែងព្រំដែនព្រំសីមាទេអាហ្នឹងឯងកម្ពុជាយកប្រការ3ហ្នឹងឲ្យបានចេះទៅរករឿងគេថាអាសញ្ញេទៅឲ្យគេគ្រប់គ្រងកន្លែងណាហ្នឹងខុសច្បាប់គាត់ថាចាំឲ្យវាស់វែងហើយវាស់វែងអីឥឡូវបើលោកអនុទិនចាំវរៈគុលលុបអាហ្នឹងចោលបាត់អីហ្នឹងលុបថាបើវាវាស់វែងយើងប្រើផែនទីຂະຫນាត1លើ200,000ឥឡូវអនុទិនចាំវរៈគុលគាត់ថាអត់ទេຂະຫນាត200,000ហ្នឹងលែងមានណាហើយនឹងតិចទៀតលុបអា MOU 2000ហ្នឹងទៀតហើយឥឡូវយើងមិនយើងនៅស្រែកតវ៉ាអញ្ចឹងទៀតខ្ញុំថានេះណាគឺជានយោបាយប្រជាពិធស្អំចិត្តប្រជាពលរដ្ឋប៉ុន្តែធ្វើឲ្យថៃបានចិត្តហើយយើងអត់មានគោលដៅច្បាស់លាស់ទេយើងតវ៉ាបានមែនក៏ប៉ុន្តែតវ៉ាដោយដូចបាញ់ចាប់នៅក្នុងទីងងឹតចឹងបាច់អត់ត្រូវទេងងឹតឆឹងតែយើងចង់ធ្វើឲ្យត្រូវគឺអ្វីដែលគ្រប់គ្រងមកដាក់មកសរសេរនិយមការមកឲ្យអស់មកអា14កន្លែងពីថ្ងៃទី27ខែធ្នូមានបណ្ណានៅតំបន់ណាខ្លះឥឡូវអាប្រមាណកន្លែងទៀតនេះថៃឆ្លៀនពៀឥឡូវអាមុនថាមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមតនអន្តរជាតិក៏ហីចោះដោយសារយើងមានបទជប់បាញ់រួមគ្នាហើយយើងទៅអីទៅតតាំងបទជប់បាញ់ហ្មងបើយើងសញ្ញាឲ្យគេអូខេបាទតែ40កន្លែងជាតិនេះដឹងអញទៅអង្គការសហដឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមតនអន្តរជាតិវានៅតែអត់មានហេតុផលអីដែលត្រូវពជាការប្តឹងនឹងសោះហើយបើទោះបីជាថាឥឡូវជ្រុលដៃសញ្ញេឲ្យថៃនៅហ្នឹងទាំង14ទីតាំង4ខេត្តហ្នឹងក៏ដោយក៏ខ្ញុំថាទុកអាហ្នឹងមកដុំសិនប្តឹងទៅតុលាការអន្តរជាតិបានដូចតែគ្នាដែរដោយសារអីប្តឹងឲ្យគេបកស្រាយសាលដីការបស់តុលាការព្រំយុត្តិធម៌អន្តរជាតិពីរឿងឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាប្រើផែនទីណាឲ្យប្រកាសបើប្រើផែនទីຂະຫນាតលើ1-200,000អញ្ចឹងអ្វីដែលជារឿងសពេចសពិលនេះជួយថៃគ្រប់គ្រងក៏ដោយក៏ត្រូវឲ្យមកខ្មែរវិញទាំងអស់ដែរព្រោះវានៅក្នុងដីខ្មែរតែបើអត់ប្តឹងទេចប់តវ៉ាលុះខ្សែទៅថៃបើឲ្យវិញខ្ញុំសឹងថាហ៊ានខ្នល់ដាក់អីទៀតបាទឥឡូវព័ត៌មានចិត្តចប់ហើយបងប្អូននៅផ្អែមបន្លែអញ្ចឹងហើយខ្ញុំថាថ្ងៃអាទិត្យហ្នឹងគឺបងប្អូនគិតថានៅជាមួយខ្ញុំបានយូរ
ហើយខ្ញុំគិតថាបងប្អូនខ្លះក៏អាចនឹងធុញទ្រាន់តែសូមអធិស្ឋានឥឡូវនៅសល់ព័ត៌មានតាក់ទងមន្ត្រីកម្ពុជានាំគ្នារវល់រើសដុំថ្មចោលឆ្កែរឿងថៃសង្ស័យលោកហ៊ុនម៉ាណែតថាបានទៅរៀននៅ West Point ដោយសារតែថៃទៀតហើយបងប្អូនមុនរ៉េតអស់ដុំថ្មចោលឆ្កែហើយដោយសារតែអឺចោលម្ដុំចុងក្រោយអារឿងគេចោតប្រកាន់លៀបពណ៌ថាគេប្រជុំខ្ញុំពីអាស៊ីសេរីហ្នឹងខ្ញុំបានបកស្រាយអស់ទៅគឺគេលក់ស្កប់ស្កល់ហើយអស់ថ្មហើយបងប្អូនគំរើថ្មយកមកដាក់មុខផ្ទះខ្ញុំទៀតខ្ញុំគ្មានពេលចោលឆ្កែទេហើយឆ្កែដែលខ្ញុំចោលមិនត្រឹមតែចោលហើយទៀតទេគឺបិទលបងគឺលុបឆ្កែចេញពីនេះហ្មងគឺ block ចោលអស់គឺលែងឲ្យមានសាំនៅក្នុងកៅភ្នែកបងប្អូនចេះតែផ្ញើមកទៀតក៏ផ្ញើមកក៏ខ្ញុំបើកមិនបានដែរព្រោះអីអ្នកទាំងអស់នោះខ្ញុំបាន delete ចោលឬ block ចោលអស់ដូច្នេះមិនអាចបើកមើលឃើញទេអញ្ចឹងខ្ញុំអរគុណដែលផ្ញើមកឲ្យទៀតនិយាយទៅបងប្អូនចេះតែរើដុំថ្មយកមកឲ្យមួងណារ៉េតចោលទៀតតែខ្ញុំថាឈប់ហើយហ្នឹងប៉ុន្តែឈប់ហើយខ្ញុំឈប់ចោលឆ្កែមានរឿងច្រើនទៀតដែលត្រូវដោះស្រាយអត់ត្រូវការរវល់អញ្ចឹងទេតែឥឡូវនិយាយពីរឿងមន្ត្រីខ្មែររវល់រឿងចោលឆ្កែណាទៅមន្ត្រីខ្មែររូបណាទៅរឿងលោកហ៊ុនម៉ាណែតដែលលោកហ៊ុនម៉ាណែតដែលនិយាយពីរឿងទៅរៀននៅសាលាយោធា West Point ហ្នឹងគាត់បកស្រាយអីចប់អស់ថ្ងៃនេះលោកកែវរេមីគឺជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាលោកកែវរេមីគាត់បានសរសេរសារនៅក្នុងបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួនរបស់លោកទេតាមពិតទៅខ្ញុំមិនទៅជាថាំងទៅរំខានអីលោកទេព្រោះអីការងារលោករវល់ណាស់សរសេរជួនកាលដើម្បីការពារមេរបស់លោកដែរហើយក៏តបទៅថៃគាត់ហៅជនជាតិថៃហ្នឹងថាខ្វះនិយាយទៅចោតបញ្ញវន្តថៃហ្នឹងថាដូចជាផ្ដេសផ្ដាស់ដូចជាស្អីហ្នឹងមកលៀបពណ៌អីចង់មើលងាយមើលស្រាលមេដឹកនាំខ្មែរថាដូចថាប្រទេសកម្ពុជាជារដ្ឋធិបតេយ្យដូចខ្វះកូតាគ្រាន់តែទៅរៀននៅសាលាអាមេរិកសោះចាំបាច់ឲ្យថៃជួយសញ្ញេព្រមឲ្យទៅរៀនបានអញ្ចឹងចង់និយាយថាម៉េចនាយករដ្ឋមន្ត្រីខ្មែរសប្ងៃហ្នឹងគឺជាផលិតផលត្រូវអរគុណថៃទេដែលបានឲ្យទៅរៀននៅសាលាយោធា